ការកេងប្រវ័ញ្ចឬបោកប្រាស់លើលុយខ្មៅ Black Money Scam វាជាអ្វីវាគឺជាការបោកប្រាស់ដែលជនច្បោកប្រើហើយធ្វើឲ្យយើងជឿថាពួកគេមានលុយខ្មៅលុយដែលត្រូវបានចូលឬគីមីហើយអាចយូរសម្អាតបានដោយប្រើថ្នាំពិសេសពួកគេបន្លំអ្នករងគ្រោះឲ្យបង់ប្រាក់មុនសម្រាប់ថ្លៃថ្នាំឬប្រាក់ដាក់ធានាប៉ុន្តែពេលបានលុយហើយពួកគេគេចខ្លួនបាត់វិធីដែលគេប្រើដើម្បីបោកប្រាស់បង្ហាញលុយคล้ายៗដែលហាក់ដូចជាលុយខ្មៅឲ្យជឿថាអាចសម្អាតបានដោយថ្នាំគីមីម្យ៉ាងទាមទារដាក់ប្រាក់មុនថ្លៃថ្នាំឬប្រាក់ធានាបន្លំបានលុយហើយធ្វើការគេចខ្លួនអស់ព្រោះគ្មានលុយពិតទេសញ្ញាបោកប្រាស់ការផ្ដល់លុយឥតគិតថ្លៃឬច្រើនជាងធម្មតាប៉ងឲ្យបង់ប្រាក់មុនថ្លៃថ្នាំពន្ធឬធានាបង្ខំឲ្យធ្វើភ្លាមពេលវេលាលើសលប់ប្រើឯកសារคล้ายៗដូចជារបស់រដ្ឋវិធីការពារខ្លួនជៀសផុតពីការបោកប្រាស់កុំជឿអ្នកចូលមកផ្ដល់លុយឥតគិតថ្លៃគ្មានធនាគារឬរដ្ឋាភិបាលណាគាំទ្រការសម្អាតលុយខ្មៅទេកុំបង់ប្រាក់មុនណាមួយរីកាបើជួបបោកប្រាស់ទៅប៉ូលីសប្រសិនបើយើងជាជនរងគ្រោះតាក់ទងប៉ូលីសភ្លាមបញ្ជូនពាក្យបណ្ដឹងទៅប៉ូលីសឬអង្គភាពប្រឆាំងបទល្មើសប្រាប់អ្នកដទៃដើម្បីកុំឲ្យគេធ្លាក់ខ្លួនចាញ់បោកក្នុងករណីបែបនេះចំណាំបើការផ្ដល់អ្វីមួយដោយឥតគិតថ្លៃឬល្អពេកវាអាចជាការករណីបោកប្រាស់សូមជួយចុច Subscribe ម្នាក់មួយផងសូមអរគុណ